បងទាំងអស់គ្នាអូននេះមកបានមកជាមួយនឹងទឹកកាពិបុកáហើយយើងញ៉ាំជាមួយនឹងវាក្រូតត្រជាក់ចឹងទៀតគឺថាឆ្ងាញ់ហ្មងហើយនេះមកយើងស្ងោរមកយើងដាក់ជាមួយនឹងទឹកកាពិបុកហ្នឹងណាហើយនេះមានម្ទេសថែមទៀតម្ទេសបុកជាមួយខ្ទឹមយើងរោយវាចឹងមកវាកាន់តែចូលជាតិថែមទៀតណាអូនេះនេះមើលសិតតប៉ងឡើងណែនជ្រលក់ចឹងមកនេះបងប្អូនញ៉ាំមួយខ្ញុំមើលបងឡើងណែនអូយពីបុកយើងហិលចឹងណាមួយឲ្យរៀងជូរតិចមកឡើងស្រស់មាត់អានេះយើងតបជាមួយនឹងម្ទេសខ្ជូរបងប្អូនអង្គោះមកញ៉ាំជាមួយនឹងវាក្រូតចឹងមកគឺថាត្រូវមកវិញនេះវាភេកគ្រឿងក្លែមចឹងណាអូឡើងចាក់សឹបមួយពេលញ៉ាំមកយើងផ្ទាប់ជាមួយនេះនេះស្អំនេះយើងបេះចឹងមកយកកន្លែងខ្ចីត្រួយវាមកជ្រលក់ចឹងមកនេះអូគាត់អូកាត់យប់អីបងប្អូនណាកុំលេបទឹកមាត់ណាណែអូយត្រាប់ស្រួយណោឡើងខ្ចីនេះក្បាលមកម្ដងណែអូណែទៀតបងប្អូនរៀងហុយតិចព្រោះយើងនៅចកាណែអូយទៅមកនេះល្អណាស់ណែសិតតប៉ងញ៉ាំរៀបញ៉ាំយើងជ្រលក់ចឹងណាមកខ្ញុំសាច់នឹងណែនបងប្អូននិយាយថាបុកទឹកកាពិមួយមុខយើងឆ្ងាញ់មែនតើហើយញ៉ាំជាមួយនឹងវាក្រូតចាក់ចឹងទៀតណាកាន់តែអែមបាយបាយ